ស្នេហ៍9តាមវិទ្យុសូមជូនរឿងប្អូនប្រុសបងខ្ញុំគិតថាយើងដូចចំណាយពេលអត់ប្រយោជន៍មិនដឹងទេយើងគួរទៅរកការងារអីផ្សេងធ្វើក្រៅពីការងារចំការហ្នឹងទៅហីធឿនឯងច្បាស់ហើយថាធ្វើការងារធ្ងន់ក្រៅពីការងារចការហ្នឹងការងារវាចេះតែមានហើយខ្លាចតែធឿនឯងធន់វាមិនកើតអើយបងហើយខ្យល់ដកមិនចង់ដល់គ្នាផងនៅគិតការងារធ្ងន់ស្រាលអីខ្ញុំអីក៏ធ្វើកើតដែរយើងអាចទៅធ្វើការនៅកន្លែងបោះដុំអង្គជាកម្មករលីសែងមួយថ្ងៃយ៉ាងហោចណាស់ក៏បាន10000ដែរធ្វើបដាសិននៅទំនំយើងរកការងារល្អជាងនឹងបានធ្វើហើយរឿងស្នាក់នៅវិញបងគិតថាហៅទៅសុំផ្ទះមីងនៅឯបកែវនឹងស្នាក់នៅមួយរយៈសិនអញ្ចឹងក៏បានដែរស្រាប់តែបងឯងតើមីងខ្ញុំមកនឿនណាអានឿនហ៎មកចូលសិនមកក្មួយបាទមីងធឿនណាចាំបងនឹងសិនឯណាចាំមិនបងមកប្រាប់បន្ទាប់ពីបងនឿនទៅនិយាយមួយមីងមកសទុះមកបងនឿនដើរចេញមកវិញទាំងមុខញញឹមគាត់បានប្រាប់ខ្ញុំឲ្យយកកៅអៅចូលទៅក្នុងផ្ទះហើយជំរាបសួរមីងខ្ញុំមកមានអារម្មណ៍ថាធូរចិត្តពួកអីមានកន្លែងស្នាក់នៅបដាអសន្នទោះបីជាពួកខ្ញុំចំណាយក៏ចំណាយតិចតួចដែរជំរាបសួរមីងខ្ញុំឈ្មោះធឿនខ្ញុំជាអ្នកធ្វើការមួយបងនឿនចាលើដៃថ្វាយផ្ទះក្មួយអានឿនណាប្រាប់មីងអស់ហើយនៅនឹងមួយរយៈសិនក៏មិនអីដែរព្រោះនៅនេះមីងក៏មានគ្នាច្រើនប្រហែលដែរបាទអរគុណមីងបាទមីងបាទអើយបងឯងដាក់ធឿនយ៉ាងហ្នឹងមកជួយកំពុងធ្ងន់ផងខ្ញុំមកបានធ្វើការលីសែងជាមួយបងនឿនអស់រយៈពេលមួយអាទិត្យហើយខ្ញុំចាប់ផ្ដើមអត់សប្បាយចិត្តនឹងការងារហ្នឹងមកពីវារលុយបានតិចឬក៏ខ្ញុំអត់ធន់នឹងវាមិនដឹងទេដែលធ្វើឲ្យពេលខ្លះខ្ញុំគិតថាជីវិតខ្ញុំកាន់តែអាក្រក់ទៅហើយកាន់តែនឹកដល់អ្នកផ្ទះខ្ញុំកាន់តែខ្លាំងឡើងថែមទៀតខ្នាហត់ខ្នើយអញដេកតិចមើលអ្វីដូចជាឈឺឆ្អឹងឆ្អែងដល់កហើយនេះហត់ណែពុកអីខ្នាហើយដល់ដង្ហើមធំឯអ្វីខ្នាយហ្នឹងវាធ្ងន់ខ្លាំងអាម៉េចហ្នឹងហើយពុកឯងពុកខ្ញុំមិនមែនដកដង្ហើមធំរឿងហ្នឹងទេពុកឯងមានដឹងអត់អាធឿនណាវាដឹងថាវាមិនមែនកូនពុកឯងហើយអីស្អីហើយមិនបានវាដឹងហើយអាណាអ្នកប្រាប់វាគឺអំយ៉យអ្នកប្រាប់ហ្នឹងពុកយាយហើយយាយយ៉យទំនេរខ្លាំងអីចឹងអីអញចង់ទៅអត់បានតាអើវាធំប៉ុណ្ណឹងហើយដឹងក៏ដឹងទៅហើយទោះដឹងក៏អញមិនទៅសម្លាប់អីវាដែរណែតាំងពីដើមមកអញមិនដែរស្អប់ខ្ពើអីវាតែពេលវានៅផ្ទះពុកឯងមិនដែរនិយាយល្អមួយវាបានម្ដងណាទេវាក៏ធ្លាប់ប្រាប់ខ្ញុំដែរថាវាអន់ចិត្តជាមួយពុកឯងណាណែអញមកពីធ្វើការអស់កម្លាំងហើយវាចេះតែមួម៉ៅចង់ឲ្យអញទៅនិយាយផ្អែមល្ហែមអីមួយវានឹងបើអញសពវាណាខ្នាអញឲ្យវាទៅគេតាំងពីតូចម៉េះនិយាយអញ្ចឹងមិនហើយរឿងលុយកាក់ក្រែងវាទៅនងវាថាទៅរកលុយសងគេអីណែចិត្តមួយឆ្នាំហើយមិនដែរឃើញវាផ្ញើអីមកសោះរឿងហ្នឹងខ្ញុំក៏អត់ដឹងដែរពុកទេទៅរាល់ដងខ្ញុំសួរតែរឿងសុកទុកវាទេម្ចាស់បំណុលគេមកទីរាល់ថ្ងៃនៅតែ3ខែទៀតបើអញរកលុយសងគេមិនទាន់ទេគេអស់ដីហ្នឹងហើយនេះហើយខ្ញុំពិបាកណាស់ពុកអើយដល់អញ្ចឹងទៅនិយាយរឿងលុយពុកឯងមានលុយខ្លះអត់ឲ្យខ្ញុំខ្ចីខ្លះសិនបានទេពីកូនខ្ញុំមកវាឈឺអត់បាត់សោះពុកអើយគ្រាន់ថាយកលុយឲ្យពេទ្យហ្នឹងអស់រាប់ម៉ឺនហើយអញនឹងមានលុយមកពីណាបើលុយអញទិញអង្គស៊ីអស់ហើយហ្នឹងអញ្ចឹងមិនទេសួរធឿនមើលហើយសួរវាទៅថាមិនហើយអារឿងលុយសងគេហ្នឹងចឹងពុកឯងហុចទូរស័ព្ទពុកឯងមកចាំខ្ញុំទេទៅទូរស័ព្ទខ្ញុំគ្មានលុយទេអាឡូធឿនអញស្មានថាឯងខឹងលើកទូរស័ព្ទអញតាហ៎អញក្នុងថាមលើកដែរតែអញតាច់ចិត្តហ្នឹងអញខំមកដេកមលក់ស្មានតែគេកាត់កាល់អញចោលតើថៃនោះណាសំដែងស្ដាប់ទៅដោយអត់សប្បាយចិត្តទៀតហើយរឿងប្តីទៀតហើយប្តីនោះមិនបាច់និយាយទេអញកាត់ចិត្តហើយគឺឥឡូវរឿងកូនម្ដងមីក្អូនអញវាឈឺអត់បាត់សោះធឿនអើយអញរៀងខ្លួនហើយបានតែមើលវាអញ្ចឹងបានចង់សួរឯងហ្នឹងមានលុយខ្លះអត់ឲ្យអញឆក់80ម៉ឺនសិនមកចាំអញសងវិញហើយមិនយកច្រើនម៉េចណាយកទៅសងគេខ្លះហើយយកវាទៅពេទ្យខ្លះហ្នឹងប៉ុណ្ណឹងមិនដឹងគ្រាន់មិនគ្រាន់ផងអញតាមបានខ្លះហើយដើម្បីឪពុកឲ្យយកទៅសងគេអញ្ចឹងមានទៅដកលុយនឹងសិនទៅនឹងការគ្រប់ទេអញ្ចឹងនោះឲ្យអញសិនមកចឹងហើយអារឿងលុយហ្នឹងពុកក៏ផ្ដាំមកអញសួរឯងដែរណាថាមិនចៃព្រោះម្ចាស់លុយគេមកបទឿនគាត់ហើយ3ខែទៀតបើគាត់អត់មានលុយសងគេគឺយកដីនឹងមែនទេណាបើត្រូវការលុយចេះសួរចង់សុកទុកកូនមកព្រោះមិនសួរផងនៅនឹកឃើញហើយអញកូនទៅពេលត្រូវការលុយហ្នឹងតាមអញមើលធឿនគាត់មិនមែនស្អប់ឯងទេ
ប៉ុន្តែមនុស្សគាត់តែអញ្ចឹងណាមួយគាត់ពិបាកចិត្តរឿងក្ររកស៊ីមិនបានដូចគេណាមួយខ្មាស់អ្នកភូមិអញ្ចឹងបានគាត់ទៅជាអញ្ចឹងហ្នឹងណា គាត់មិនដែលថាគាត់ខុសទេចានិយាយមើលបើមិនលើពុតគេទៀតទេឲ្យភ្នាល់ មកផ្ទះមានគ្នាតែប៉ុណ្្នឹងខំអត់ខ្លះទៅអញ្ចឹងប៉ណ្ណឹងបានទេណាអស់លុយអញហើយពេលណាផ្ញើលុយមកទេប្រាប់អញផងណា បានអញ្ចឹង មីងមានអីធ្វើទៀតហ៎ឲ្យខ្ញុំជួយអីឆាប់បានហូបទាំងអស់គ្នា អញ្ចឹងដួសបាយដាក់ចានឲ្យហើយមីងដួសសឡឲ្យហើយយើងហូបត្មងអីចន់លឿនវាមួយទឹកមួយអីហើយនៅ នោះមីងគាត់មកដល់ល្មម និយាយចឹងមីងតាំងពីខ្ញុំមកនេះចិត្តមួយអាទិត្យហើយដូចអាចដែរឃើញអាពៅចឹង អូវាទៅធ្វើការនៅថៃ3ខែហើយមីងរស់នៅរៀងស្រួលបន្តិចដោយសារបានវាផ្ញើលុយខ្លះៗមកឲ្យរាល់ខែហ្នឹងណាបើមិនអញ្ចឹងទេមីងទៅដងខ្យល់ងាប់ខានទេ វាទៅថៃទៅតាមពីណាគេមីង វាទៅតាមគេម្នាក់នៅប៉ោយប៉ែតហ្នឹងណា មីងអញមានលេខទូរស័ព្ទគេអត់ខ្ញុំលឺអញ្ចឹងដូចចាប់អារម្មណ៍ចង់ទៅដែរណាមីង ទៅធ្វើការនៅហ្នឹងក៏ម្យ៉ាងដែរបើការងារនៅនេះពិបាករកធ្វើទៅធ្វើនៅនោះក៏បានដែរហូបបាយហើយចាំមីងឲ្យលេខគេ បាទអរគុណណាមីង នៅលើឡានឈ្នួលខ្ញុំនឹងបង្នឿនអត់មាននិយាយអីទាំងអស់ម្នាក់ស្ងាត់ស្ងៀមដូចហត់នឿយនឹងដំណើរជីវិតរបស់ខ្លួនឯងអញ្ចឹងមកដល់ប៉ោយប៉ែតបង្នឿននឹងខ្ញុំក៏សម្រេចចិត្តជួបទស្សនៈនៅមួយគ្នាមួយយប់សិនមុននឹងជួបអ្នកណែនាំពួកយើងចូលទៅទឹកដីថៃនៅព្រឹកស្អែកហើយម្យ៉ាងទៀតពួកយើងក៏ដូចជាអស់កម្លាំងខ្លាំងណាស់ដែរ ធឿនណាមិនដេកកំពុងគិតអីហ្នឹង ចេះតែគិតតែផ្ដេសតែផ្ដាស់ហ្នឹងបងគិតច្រើនរឿងមិនដឹងប្រាប់ឯងមួយណាទេ គិតអីអាចប្រាប់បងបានអត់បងចង់ដឹងថាធឿនគិតអីហ្នឹង អូយមិនដឹងស្អីទេហើយមិនចេះចង់ដឹងរឿងគេម៉េះ ពួកបងស្រឡាញ់ធឿនហើយធឿនក៏ដឹងដែរមែនទេរឿងអីដែលតាក់ទងនឹងធឿនណាបងចង់ដឹងអត់ទាំងអស់ហ្នឹងធឿនឯងស្រឡាញ់បងអត់ បង្នឿនខ្ញុំក៏ស្រឡាញ់មកឯងដែរហើយក៏អរគុណដែលមកឯងតែតែឈរនៅក្បែរខ្ញុំទោះបីជាខ្ញុំមានរឿងអីពិបាកមិនខ្ញុំឃើញមកឯងដែលបោះបង់ខ្ញុំចោលទេ ធឿនបងពិតជាចង់រស់នៅជាមួយធឿនអស់មួយជីវិតណាបើសិនជាអាចបងចង់សាងគ្រួសារមួយជាមួយធឿនបងសុំរឿងមួយបានអត់បងសុំសុំគេមួយធឿនបានទេ បង្នឿនខ្ញុំសុំទោសខ្ញុំភ័យខ្ញុំមិនទាន់បានត្រៀមចិត្តទេកុំធ្វើអញ្ចឹងអីធឿនបងស្រឡាញ់ធឿនបងចង់រស់នៅជាមួយធឿនមនុស្សស្រឡាញ់គ្នាគេធ្វើអញ្ចឹងទាំងអស់ហ្នឹង បងខ្ញុំមិនទាន់ចង់ធ្វើរឿងហ្នឹងទេខ្ញុំមិនទាន់ត្រៀមខ្លួនផងយើងកុំធ្វើអញ្ចឹងអីធឿនឯងដែលត្រូវយល់ពីចិត្តបងតែបានបើធឿនឯងសម្រេចចិត្តបែបហ្នឹងបងក៏មិនបង្ខំធឿនឯងដែរ ខ្ញុំដឹងថាបង្នឿនខឹងនឹងខ្ញុំមកពិតជាស្រឡាញ់បង្នឿនណាប៉ុន្តែខ្ញុំពិតជាពិបាកក្នុងការទទួលយករឿងទាំងអស់នេះទោះបីជាយើងដេកក្រែក្បែរគ្នាមែនតែពេលនេះអារម្មណ៍ពួកយើងហាក់ដូចនៅឆ្ងាយពីគ្នារាប់រយគីឡូម៉ែត្រអញ្ចឹងខ្ញុំឈរនៅក្នុងចំណោមភាពអ៊ូអរនៅបេនឡានខ្ញុំហាក់មិនលឺភាពអញ្ញែញ៉ៃទាំងអស់នោះទេពួកអារម្មណ៍របស់ខ្ញុំហោះហើរទៅណាក៏មិនដឹងអ្វីដែលខ្ញុំកំពុងតែគិតគឺដំណើរជីវិតរបស់ខ្ញុំនៅពេលនេះខ្ញុំមិនដឹងថាត្រូវធ្វើអីបន្តទៀតទេតែខ្ញុំគួរទៅតាមបង្នឿនឬក៏ត្រឡប់ទៅស្រុកខ្ញុំវិញបើត្រឡប់ទៅស្រុកខ្ញុំក៏មិនទាន់មានលុយសងគេគ្រប់គ្រាន់ដែរខ្ញុំអត់ដឹងថាសម្រេចចិត្តមកទេនៅពេលនេះប៉ុន្តែអីដែលខ្ញុំដឹងច្បាស់ខ្លួនឯងនៅពេលនេះគឺខ្ញុំមិនទាន់បានត្រៀមខ្លួនលូតលាស់ក្នុងការនៅជាមួយបង្នឿនដោយប្តីប្រពន្ធនៅឡើយទេ រឿងប្អូនប្រុសបានមកដល់ទីបញ្ចប់ ប្រិមិត្តអាចតាមដានស្ដាប់រឿងថ្មីនៅសប្តាហ៍ក្រោយ សូមអរគុណស្នេហ៍9តាមវិទ្យុសូមជូនរឿងប្អូនប្រុស បងខ្ញុំគិតថាយើងដូចចំណាយពេលអត់ប្រយោជន៍មិនដឹងទេយើងគួរទៅរកការងារផ្សេងធ្វើក្រៅពីការងារចំការហ្នឹងទៅអី ធឿនឯងច្បាស់ហើយថាធ្វើការងារធ្ងន់ក្រៅពីការងារចការហ្នឹងការងារវាចេះតែមានន័យខ្លាចតែធឿនឯងធន់វាមិនកើតអើយបងហើយខ្យល់ដកមិនចង់ដល់គ្នាផងនៅគិតការងារធ្ងន់ស្រាលអីខ្ញុំអីក៏ធ្វើកើតដែរយើងអាចទៅធ្វើការនៅកន្លែងបោះដុំអង្គជាកម្មករលីសែងមួយថ្ងៃយ៉ាងហោចណាស់ក៏បាន 10000 ដែរធ្វើបដាសិននៅទំនំយើងរកការងារល្អជាងនឹងបានធ្វើហើយរឿងស្នាក់នៅវិញ